ស្វាគមន៍អ្នកនរគ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូស្នេហ៍សាច់រឿងទឹកដីនៃប្រទេសថៃដែលជាពេលបន្តមុននឹងចូលទៅកាន់សាច់រឿងរបស់យើងរំខានទាំងអស់គ្នាជួយ like subscribe មកកាន់ channel admin ម្នាក់មួយផងអញ្ចឹងតោះបើរួចរាល់ហើយយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាចាប់ផ្ដើមនៅពេលនេះមកឡានក៏ប្រាប់ទៅកាន់ហ្វាហោបន្តថានៅអាណត្តិមុនសង្ឈិនគេទទួលបានជើងឯកនៅក្នុងការប្រកួតរវាងដែនទាំង3ហើយគេក៏ជាទេពកោសល្យវ័យក្មេងដ៏ល្អបំផុតដែលមិនធ្លាប់មានពីមុនមកគ្រប់គ្នាបានដាក់លះស្នាមឲ្យគេថាកូនប្រុសនៃភាពងងឹតបើយើងសាំងឈិនជាមួយនឹងធាតុងងឹតដែលមានតាំងពីកំណើតរបស់គេនេះទៅបណ្ដាលឲ្យម្ដាយរបស់គេបានស្លាប់ក៏ដោយសារតែរងឥទ្ធិពលរបស់វាប៉ុន្តែគេមិនដែលស្រត់ទឹកភ្នែកសូម្បីតែមួយដំណក់នោះហើយជាមូលហេតុដែលគ្រប់គ្នាហៅគេថាកូនប្រុសនៃធាតុងងឹតហើយនៅពេលដែលគេបានចូលទៅក្នុងសមុទ្រនៃធាតុនោះគេក៏បានបណ្ដេញនៅធាតុផ្សេងៗចេញទាំងអស់ហើយពេលនោះធាតុទាំងអស់ក៏បានរលាយបាត់បន្សល់ទុកនៅតែធាតុមួយប៉ុណ្ណោះចាប់ពីពេលនោះមកសមុទ្រនៃភាពងងឹតបានក្លាយទៅជាដែនដីដ៏គួរឲ្យខ្លាចបំផុតនៅក្នុងទីក្រុងងងឹតទីនោះត្រូវបានគេស្គាល់ថាប្រាសាទមិនផ្លូវការនៃទីក្រុងងងឹតហើយគេក៏ត្រូវបានមនុស្សជាច្រើនគាំទ្រថានឹងក្លាយទៅជាម្ចាស់នៅដែនវេទមន្តពណ៌ខៀវបន្ទាប់រួចឡានក៏សួរហ្វាហោះតែយល់ហើយឬនៅបើសិនបើជាគេចូលរួមនៅការប្រកួតនោះពួកយើងគ្មានភាគរយនៃការឈ្នះនោះទេលើបែបនេះហ្វាហោះក៏សួរឯងដឹងដល់របៀបណាថាពួកយើងមិនអាចឈ្នះនោះបើចង់យកនៅចេះជំនះនោះលុះត្រាតែឯងអាចយកឈ្នះនៅខ្លួនឯងបានតែឡានក៏នៅតែថាដោយសារតែគេមិនធ្លាប់ជួបអបែនោះទើបគេមិនដឹងហ្វាហោះក៏បានកាត់តបទៅវិញយើងមិនចាំបាច់ដឹងទេបុព្វបុរសនៃពួកមនុស្សរបស់យើងខិតខំប្រឹងប្រែងប្រយោជន៍យ៉ាងខ្លាំងដើម្បីទទួលបាននៅទឹកដីផ្ទាល់ខ្លួនទាំងដែលពួកគាត់មិនដឹងទេថាពពួកអរិយនឹងខ្លាំងក្លាប៉ុណ្ណាតែដោយសារតែចិត្តអំណត់ជាមួយនឹងការតស៊ូរបស់គាត់នោះទើបធ្វើឲ្យពួកមនុស្សទទួលបាននូវឯករាជ្យឥឡូវនេះខ្ញុំសួរឯងតើពួកគាត់ខ្លាំងជាងពពួកបិសាចមែនទេចម្លើយនោះគឺមិនមែនទេអ្វីដែលគាត់ទទួលបាននោះគឺចេញអំពីការខិតខំប្រឹងប្រែងតស៊ូរបស់គាត់មនុស្សដែលនៅក្នុងដែនពណ៌ខៀវតែងតែចង់បានសេរីភាពប៉ុន្តែឯងក្នុងនាមជាម្ចាស់តូចនៅក្នុងដែនពណ៌ខៀវប្រឈមមុខនឹងជើងខ្លាំងបែរជាបាត់បង់ភាពក្លាហានទៅវិញលើបែបនេះឡានក៏បានប្រកែកថាគាត់គឺជាម្ចាស់តូចនៅដែនពណ៌ខៀវគ្មានហេតុផលអ្វីដែលគាត់អាចទៅខ្លាចជាមួយនឹងសត្រូវកាកបែបនេះទេហ្វាហោះក៏បានតទៅវិញខ្ញុំក៏ចង់ឃើញសមត្ថភាពរបស់ឯងដែរបន្ទាប់មកសាច់រឿងក៏បានកាន់មកដល់កន្លែងសម្រាប់របស់ពួកគេឡានក៏ខ្លាំងបានតែមាត់ទេឥឡូវនេះអង្គុយងោករហូត80ម៉ោងក្រោយមកមេឃក៏ចាប់ផ្ដើមភ្លឺប៉ុន្តែក៏ស្ទើរតែបានបាត់វត្តមានរបស់ឡានក៏ទៅហើយហ្វាហោះក្រោកមកក៏បានទៅមើលនៅក្នុងតង់ប៉ុន្តែគាត់នៅតែមិនឃើញឡានក៏មកដល់ឡានកើនេះវិញពេលនេះគាត់ក៏កំពុងតែវឹកហាត់តែម្នាក់ឯងហ្វាហោះឃើញបែបនេះក៏បានញញឹមទាំងពេញចិត្តបន្ទាប់មកការវឹកហាត់របស់អ្នកទាំងពីរនៅតែបន្តជារឿយៗសូម្បីតែអ្នកជិតខាងរបស់ពួកគេក៏បានសរសើរពេលវេលាចេះតែកន្លងផុតទៅសកម្មភាពរបស់អ្នកទាំងពីរកាន់តែស្និទ្ធស្នាលទៅមិនថាលេងជាមួយនឹងអ្នកជិតខាងរបស់គាត់ជាមួយនឹងការប្រយុទ្ធបន្តទៀតក៏ធ្វើឲ្យ admin អស់ឯងនិយាយទៅហើយអ្នកទាំងពីរក៏នៅតែបន្តវឹកហាត់ព្រឹកថ្ងៃល្ងាចយប់ជាមួយនឹងគ្នាកន្លងផុតអស់រយៈពេលយ៉ាងយូរធម្មពលរបស់អ្នកទាំងពីរក៏រីកចម្រើនមិនអស់នោះទេក្រោយពីការវឹកហាត់របស់អ្នកទាំងពីរបានមកចាប់នោះព្រឹកស្អែកក៏ដល់ថ្ងៃប្រកួតបន្តទៀតហើយឡានក៏បាននិយាយថាគាត់បានឮថាគេនឹងចាប់គូធ្វើការប្រកួតនៅថ្ងៃនេះហើយចុះប្រសិនបើជាពួកយើងជួបជាមួយនឹងសាំងឈិននៅជុំទី1នោះពួកយើងគួរធ្វើអ្វីទៀតតែហ្វាហោះមិនបានស្ដាប់ទៅកាន់ឡានកើនោះទេក៏ព្រោះតែពេលនេះគាត់កំពុងតែគិតថាតើពួកគេអាចចូលទៅដល់ចំណាត់ថ្នាក់ទីប៉ុន្មានក្នុងចិត្តរបស់ហ្វាហោះគាត់ចង់ឡើងទៅដល់កំពូលទាំង6ឡានកើឮបែបនេះក៏បានភ្ញាក់ផ្អើលចំហមាត់ធំស្ដីឲ្យទៅកាន់ហ្វាហោះថាគេនឹងត្រូវការទៅលុយប៉ុណ្ណោះបន្ទាប់មកអ្នកទាំងពីរក៏បានដើរមកដល់កន្លែងផ្គប់ផ្គងនៃការប្រកួតហើយគ្រាន់តែអ្នកទាំងពីរបានដើរមកដល់នោះមនុស្សជាច្រើនដែលនៅទីនេះក៏បានបើកផ្លូវឲ្យអ្នកទាំងពីរដើរចូលអ្នកខ្លះទៀតជាពិសេសកញ្ញានោះក៏សរសើរទៅកាន់ពួកគេថាពិតជាសង្ហាខ្លាំងណាស់ឡានក៏ឃើញបែបនេះក៏បានបាញ់ស្នេហ៍ទៅបន្ថែមទៀតតែក៏ត្រូវបានអបែនេះចាប់បោះទៅលើដីជន់កំទេចដីឲ្យទៅកាន់នាងក្រៅពីប្រុសសង្ហានោះមិនចូលចិត្តអ្នកផ្សេងទេមែនទេក៏មកដល់អ្នកទាំងពីរវិញឡានក៏ពិនិត្យមើលបេក្ខជនបន្តិចហើយកន្លែងមកខាងក្រោមក៏ស្ដាប់តែបានឃើញនៅមុខហ្វាហោះអស់សំណោចំបកាច់តែឡានក៏សោយទៅហ្វាហោះភ្លេចមើលខ្លួនឯងចង់ដាច់ផ្ងាគ្រប់គ្នាដែលនៅទីនេះក៏បានអស់សំណោជាខ្លាំងជាពិសេសនោះគឺខ្លាំងខ្លួនពិសិដ្ឋសោយលងឆ្លក់ទឹកមាត់បាត់ហើយឡានក៏សួរតែគេមកទីនេះធ្វើអ្វីខ្លាំងខ្លួនពិសិដ្ឋក៏បានតទៅវិញឯងមកបានមានអ្វីដែលខ្ញុំមិនអាចមកបាននោះហើយខ្ញុំមកទីនេះដើម្បីតែមើលគេប៉ុណ្ណោះល្អិតខ្ញុំសង្ឃឹមថាឯងនឹងនៅតែបន្តឈ្នះតទៅទៀតចុះនៅពេលដែលពួកយើងបានជួបគ្នាហើយនោះខ្ញុំនឹងកិនឯងដល់ស្លាប់ជាមិនខានឡានក៏សោយឌឺដងទៅវិញសំអាងលើឯងមែនទេនេះគឺជារឿងដ៏គួរឲ្យអស់សំណើបំផុតដែលខ្ញុំបានឮនៅថ្ងៃនេះលើបែបនេះខ្លាំងខ្លួនពិសិដ្ឋក៏បានមួម៉ៅចង់ចាត់ការទៅលើឡានក៏តែស្របពេលនោះសតបការអមទៅដោយសម្លេងដ៏ពីរោះបានប្រាប់ឲ្យគេឈប់សតបការមួយនោះក៏បានប្រែទៅជាសឹងលៀនហ្វេនរបស់នាងជាច្រើន
ដែរខបែបនេះក៏បានសប្បាយចិត្តជាខ្លាំងឃើញបែបនេះខ្លាចគុំពិសិដ្ឋក៏បានដកឃ្លាទៅខាងក្រោយសឹងលៀនក៏បាននិយាយទៅកាន់ឡានកើឲ្យប្រយ័ត្នជាមួយនឹងពាក្យសម្ដីរបស់គេផងឡានកើក៏នៅតែមិនខ្លាចឌឺដងទៅវិញម្ចាស់បែបនេះទើបឲ្យខ្លាចគុំសំអុយនេះវាមានចរិតបែបហ្នឹងសឹងលៀនក៏បានប្រាប់ឡានកើប្រសិនបើជាគេមានសមត្ថភាពពិតមែននោះឲ្យបង្ហាញនាងនៅក្នុងទីលានប្រកួតទៅខ្ញុំនឹងរងចាំអ្នកទាំងពីរសង្ឃឹមថាអ្នកទាំងពីរនឹងមិនធ្វើឲ្យខ្ញុំខកចិត្តនោះទេនិយាយរួចក៏នាំគ្នាដើរចាស់ចេញទៅហ្វេនរបស់នាងក៏នៅតែបន្តហូរអ្នកទាំងពីរដើរចេញទៅផុតឡានក៏លូតែម្នាក់ឯងថានាងនៅតែជាសឹងលៀនដែលពួកយើងធ្លាប់ស្គាល់ទេបន្ទាប់មកពួកគេក៏បានទៅមើលត្រាឈ្មោះដែលត្រូវប្រកួតបន្ទាប់គណៈពេលនោះឡានក៏ផ្សាយផ្អើលក៏ព្រោះតែសងច័ន្ទគេស្ថិតនៅកម្រិតទី6រីឯសឹងលៀនវិញគឺនៅកម្រិតទី7ឯណោះតែហ្វាហួរក៏ប្រាប់ថាមិនមែនមានតែនាងទេឥឡូវនេះអស់នៅមនុស្សទុនខ្សោយទៅហើយតាមដែលខ្ញុំដឹងនោះគឺមានតែពួកយើងប៉ុណ្ណោះដែលស្ថិតនៅកម្រិតទី6មជ្ឈុំតែឡានក៏គាត់មិនបានភ័យខ្លាចអ្វីទេក៏ព្រោះតែពួកគេអាចយកឈ្នះទៅមនុស្សកម្រិតទី7ឯណោះដរាបណាពួកយើងមិនជួបទៅកាន់អបិនោះនៅជុំទី1និយាយមិនទាន់ចប់ស្រួលបួផងបបោពណ៌ខ្មៅក៏បានបាំងបិទនៅព្រះអាទិត្យបណ្ដាលឲ្យគ្រប់គ្នាក៏មានអាការឈឺចាប់អ្នកទាំងពីរក៏ឡើងទៅក៏សត្វបានឃើញនៅសាំងឈិនបានដើរមកជាមួយនឹងនារីម្នាក់ទៀតមនុស្សមួយចំនួនឃើញបែបនេះក៏បានកាច់កខ្លួនឯងតែម្ដងអ្នកខ្លះទៀតក៏ធ្វើការគោរពទៅកាន់គេរីឯសងចានវិញក៏បានការពារទៅកាន់សឹងលៀនតែខណៈពេលនោះនារីដែលបានដើរជាមួយនឹងសាំងឈិននោះក៏បានកលែកមកជាមួយនឹងកែវភ្នែកយ៉ាងកំណាចក៏ធ្វើឲ្យសងចានប្រញាប់អោនមុខចុះវិញអ្នកទាំងពីរក៏បន្តដើរទៅខាងមុខធ្វើឲ្យសឹងលៀនដូចជាមិនពេញចិត្តតតែសោះរីឯឡានកែនេះវិញក៏បានសម្លឹងទៅកាន់គេក្តាប់ដៃទាំងកំហឹងខណៈពេលដែលគេបានដើរមកដល់ចំពោះមុខឡានកែហើយហ្វាហោក៏បានបញ្ចេញនូវធម៌ពលមកឡានកែក៏បានហៅនៅឈ្មោះគេសាំងឈិនក៏បាននិយាយថាគាត់បានមើលទៅកាន់ការប្រកួតរបស់ឡានកែប្រហែលថ្ងៃមុនព្រមទាំងសរសើរទៅកាន់ឡានកែអំពីស្នេហ៍រួមបញ្ចូលរបស់គេគឺពិតជាល្អឡានកែលើបែបនេះក៏បានអរគុណរួចក៏សួរឡានកែមិនបានជាមិនណែនាំគេឲ្យគាត់ស្គាល់ផងឡានកែក៏បានណែនាំតាមសម្ដីរបស់គេហ្វាហោក៏ធ្វើការគោរពសាំងឈិនក៏បានណែនាំខ្លួនត្រឡប់ទៅវិញព្រមទាំងប្រាប់ថាគេមកពីទីក្រុងងងឹតដែនពណ៌ខៀវអ្នកទាំងពីរក៏បានចាប់ដៃរាក់ទាក់គ្នាសាំងឈិនក៏បានបន្តទៀតខ្ញុំសង្ឃឹមថានឹងបានជួបអ្នកទាំងពីរនៅជុំចុងក្រោយរួចក៏ទះស្មាឡានកែសួរគេថាចង់ឈ្នះទេឡានកែក៏ប្រាប់ទៅវិញថាចង់គឺចិត្តតែចង់ហើយប៉ុន្តែមិនដឹងយកឈ្នះតាមរបៀបណាសាំងឈិនក៏បានប្រាប់ឲ្យឡានកែត្រូវតែចងចាំនៅក្នុងលោកនេះគឺមានអំណាចមួយដែលហៅថាជំនឿប្រសិនបើជាមនុស្សម្នាក់មានជំនឿចិត្តទៅលើខ្លួនឯងនោះម្នាក់នោះនឹងគ្មានដែនកំណត់នោះទេប៉ុន្តែប្រសិនបើជាឯងគ្មានជំនឿចិត្តដើម្បីយកឈ្នះទេក៏មកឆោចំពោះមុខយើងសោះដោយមនុស្សទាំងអស់នេះអញ្ចឹងគ្មានជំនឿចិត្តទៅលើខ្លួនឯងគឺគ្មានសិទ្ធិអ្វីក្នុងការមើលមុខយើងនិងធ្វើជាដៃគូរបស់យើងនោះទេឡានកែលើបែបនេះក៏បានញញឹមសាំងឈិនក៏សួរថានៅក្នុងចិត្តរបស់ឯងខ្ញុំគឺជាទេពកោសល្យវ័យក្មេងដ៏ល្អបំផុតនៅក្នុងដែនទាំង3ឬឡានកែក៏ប្រាប់ថាប្រកាសហើយតែសម្រាប់សាំងឈិនវិញគាត់គិតថាគាត់មិនស័ក្តិសមនោះទេខ្ញុំធ្លាប់បានជួបជាមួយនឹងបរិសម្នាក់អំណាចនៃជំនឿរបស់គេគឺខ្លាំងក្លាបំផុតដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកហើយគាត់ទៅស័ក្តិសមជាជំនាន់ក្រោយដ៏ខ្លាំងបំផុតរីឯខ្ញុំតំណាងឲ្យតែខ្លួនឯងប៉ុណ្ណោះចំណែកឯគាត់វិញគឺតំណាងឲ្យពូជពងមនុស្សទាំងមូលហ្វាហោលើបែបនេះគាត់ថាតើវាអាចគឺជាគេដែរទេសាំងឈិនក៏ប្រាប់ថាបរិសម្នាក់នោះគឺជាអាយដលរបស់គាត់និងជាគោលដៅដែលគាត់ចង់ទៅដល់ឡានកែលើបែបនេះក៏បានរំលឹកតែសាំងឈិនគាត់ក៏បានដើរចាក់ចេញទៅហើយហ្វាហោក៏ប្រាប់ថានិមិត្តរូបឬក៏ជាអាយដលនោះនឹងដឹកនាំពួកគេឲ្យឈានទៅខាងមុខហើយពួកគាត់ក៏ជាគូប្រជែងនិងជាគោលដៅរបស់យើងផងដែរប្រសិនបើជាយើងស្ងើសរសើរទៅកាន់គាត់មែនយើងគួរតែយកឈ្នះគាត់ឲ្យបានឡានកែក៏សួរតេតងអំពីបរិសម្នាក់ដែលសាំងឈិនលើកឡើងមុននេះគឺជាមនុស្សដែលមកពីដែនវេទមន្តមែនទេហើយចុះឯងក៏សរសើរទៅកាន់គាត់មែនទេហើយគាត់ក៏ជាគោលដៅរបស់ឯងដែរឬហ្វាហោក៏ថាត្រូវហើយស្រាប់ពេលនោះសម្លេងជួងអមទៅដោយសម្ដីពុទ្ធជ័យអូនក៏បាននិយាយថាថ្ងៃនេះគឺជាការប្រកួតនៃជុំទី3ដើម្បីឲ្យមានយុត្តិធម៌នោះតាមច្បាប់បេក្ខជនដែលបានចូលរួមត្រូវតែចាប់ឆ្នោតដោយចៃដន្យបន្ទាប់មកគាត់ក៏បានប្រើប្រាស់ធម៌ពលទៅលើឧបករណ៍ដែលនៅខាងមុខដើម្បីចាប់ឆ្នោតរួចក៏ប្រកាសអំពីបេក្ខជនដែលត្រូវប្រកួតបន្តដែលជាមនុស្សមកពីដែនពណ៌ខៀវប៉ៃយឺសាំងឈិនជាមួយនឹងហ៊ូលីជីត្រូវប្រកួតជាមួយនឹងបេក្ខជនលើបែបនេះបេក្ខជនទាំងអស់ក៏បានផ្ទៀងផ្ទាត់ស្ដាប់ដូចជាការប្រកាសអំពីលទ្ធផលប្រឡងចឹងបើកលែកមកលើឧបករណ៍ដើម្បីចាប់ឆ្នោតនេះវិញធម្មពលពណ៌ក្រហមក៏បានហូរចូលទៅកាន់សឹងលៀនជាមួយនឹងសងច័ន្ទរួចពុទ្ធយាយអូនក៏បានប្រកាសគឺជាមនុស្សដែលមកពីដែនពិសិដ្ឋសឹងលៀនអែនសងច័ន្ទលើបែបនេះក៏គឺខ្លាំងមែនតើប៉ុន្តែសឹងលៀនវិញក៏កំពុងតែគិតហើយរីឯសាំងឈិនវិញក៏កលែកទៅកាន់អ្នកទាំងពីរដូចគ្នាចំណែកឯឡានកែក៏សប្បាយចិត្តជាខ្លាំងឌឺដងទៅកាន់សងច័ន្ទថាថ្ងៃនេះគឺជាថ្ងៃវិនិច្ឆ័យរបស់ខ្លាឃ្មុំល្ងងនេះហើយតែសម្រាប់ហ្វាហោវិញគាត់គិតថាសឹងលៀននេះគឺមិនសាមញ្ញនោះទេស្របពេលនោះក្មេងប្រុសម្នាក់នេះក៏និយាយឲ្យថាសឹងលៀនគឺជានារីបរិសុទ្ធដែលមកពីក្រុមផ្កាឈូកប្រាក់ហើយក៏ជាមនុស្សដែលមកពីគ្រួសារធំមួយក្នុងចំណោមគ្រួសារធំទាំង3ដែលនៅក្នុងដែនពិសិដ្ឋនេះត្រកូលផ្កាឈូកប្រាក់ត្រូវបានគេស្គាល់ថាជាខួរក្បាលមួយនៃដែនពិសិដ្ឋអ្វីត្បិតពួកគេមានប្រជាជនតិចក៏ពិតមែនប៉ុន្តែពួកគេគឺមានឋានៈខ្ពស់ខ្លាំងណាស់មនុស្សបរិសុទ្ធគ្រប់រូបត្រូវបានជ្រើសរើសដោយកូនចៅដែលមានឈាមបរិសុទ្ធបំផុតនៃត្រកូលផ្កាឈូកប្រាក់ចាប់តាំងពីថ្ងៃដែលចាប់កំណើតមកពួកគេត្រូវបានជ្រើសរើសដោយដែនពិសិដ្ឋហើយពួកគេមិនមែនមានតែឈាមបរិសុទ្ធប៉ុណ្ណោះនោះទេ
ប៉ុន្តែពួកគេក៏ស្រស់ស្អាតនិងមានថាមពលខ្លាំងផងដែរថ្នាក់ដឹកនាំភាគច្រើនដែលនៅក្នុងក្រុមផ្កាឈូកប្រាក់ត្រូវបានគ្រប់គ្រងទៅដោយពពួកបរិសុទ្ធនេះហើយសំខាន់ជាងនេះទៅទៀតពួកបរិសុទ្ធមិនមែនជានិមិត្តរូបនៃអំណាចនោះទេប៉ុន្តែពួកគេគឺជានិមិត្តសញ្ញានៃការលះបង់ហើយក្នុងមួយជីវិតនេះពួកគេគឺមិនអាចរៀបការបានឡើយពួកគេត្រូវតែលះបង់គ្រប់យ៉ាងសម្រាប់ត្រកូលរបស់គេនៅពេលណាមួយដើម្បីធ្វើឲ្យដែនពិសិដ្ឋកាន់តែរឹងមាំស្របពេលនោះបាក់ឡេមកកាន់ហ្វាហោវិញក៏គិតថាគ្មានអ្វីគួរឆ្ងល់ទៀតទេនៅពេលដែលមនុស្សដែលមកពីដែនពិសិដ្ឋឃើញនាងបែរជាគ្រប់ខ្លាំងដល់ថ្នាក់នេះរីឯឡានក៏ថាពួកគេស្អាតនិងខ្លាំងក៏ពិតមែនប៉ុន្តែជីវិតដូចជាវេទនាពេកហើយបន្ទាប់មកសាច់រឿងក៏បានកម្មមកដល់ទីលានប្រកួតវិញលោកម្ចាស់លស៊ឺរួមទាំងប្រិយមិត្តជាច្រើនក៏កំពុងតែរងចាំមើលរីឯបេក្ខជនទាំង4ក៏បានឡើងមកដល់ទីលានប្រកួតដូចគ្នាសឹងលៀនជាមួយនឹងសុងច័ន្ទបែកញើសប៉ិនក្របពោតទៅហើយបន្ទាប់មកពិតយាយអូនក៏បានប្រកាសថាចាប់ផ្ដើមរលាយបាត់ពីទីនេះដោយឡែកខ្លាឃុំពិសិដ្ឋវិញក៏ចាប់ផ្ដើមប្រែក្លាទៅជារាងកាយពិតរបស់គេស្រែកក្រហមយ៉ាងខ្លាំងរីឯសឹងលៀនវិញក៏បានបញ្ចេញនៅផ្កាឈូករបស់នាងយ៉ាងស្រស់ស្អាតចេញមកចំណែកឯឡានកើដែលកំពុងតែមើលពីខាងលើនោះក៏លែងឆ្ងល់ទៀតហើយអាម៉េចបានជាអាប៉ែតនឹងតែងតែក្អាងជាមួយនឹងគាត់ក៏ព្រោះតែល្បឿនវឹកហាត់របស់គេក៏ពិតជាលឿនជាពិសេសនោះគឺជាភាពរឹងមាំនេះហើយទើបជាកម្រិតទេពអប្សរកម្រិតខ្ពស់វាត្រូវបានគេនិយាយថាកម្រិតទី3ដំបូងនៃដែនពិសិដ្ឋគឺជាកម្រិតទេពអប្សរប៉ុន្តែបើកន្លែងទៅកាន់សឹងលៀនវិញនាងប្រហែលជាឈានទៅដល់កម្រិតខ្ពស់បំផុតនៃកម្រិតទេពអប្សរហើយស្របពេលនោះនៅក្នុងទីលានប្រកួតវិញលីជីឃើញបែបនេះក៏នៅតែញញឹមមិនចាំយូរខ្លាឃុំពិសិដ្ឋក៏បានសម្រុកចូលធ្វើការវាយប្រហារលីជីក៏បានជន់ទៅកាន់ដីមួយទំហឹងពោពេញទៅដោយចំហាយថាមពលភ្លើងបញ្ចេញនៅកម្រិតដៃវាយប្រហារចូលទៅតែខណៈពេលនោះសឹងលៀនក៏បានប្រើប្រាស់ថាមពលចេញពីផ្កាឈូករបស់នាង teleport សុងច័ន្ទទៅក្បែរនឹងសាងឈិនតែបើទោះបីជាអញ្ចឹងក្តីសាងឈិនក៏នៅតែឆោតជះរៀងយ៉ាងសង្ហាស្របពេលនោះលីជីក៏បានបញ្ចេញថាមពលភ្លើងរបស់នាងវាយទៅកាន់សុងច័ន្ទឲ្យខ្ទាតចេញសឹងលៀនក៏ប្រញាប់ប្រើប្រាស់ផ្កាឈូករបស់នាងដើម្បីទៅការពារតែលីជីពេលនោះក៏បានបញ្ចេញថាមពលភ្លើងទៅដុតកម្លោចបន្ថែមទៀតក៏ធ្វើឲ្យចំហាយភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅញញឹមបន្តិចហើយក៏បានបោះដៃឲ្យចូលមកម្ដងទៀតមកខណៈពេលនោះសឹងលៀនក៏ប្រញាប់បញ្ចេញនៅផ្កាឈូករបស់នាងគេចចេញអំពីចំហាយភ្លើងរបស់លីជីបន្ទាប់មកលីជីក៏បានវាយទៅកាន់ដីមួយទំហឹងផ្ទុះឡើងពោពេញទៅដោយចំហាយថាមពលភ្លើងសឹងលៀនក៏នៅតែបញ្ចេញផ្កាឈូករបស់នាងយ៉ាងស្រស់ស្អាតហក់ចូលទៅកិច្ចអំពីចំហាយភ្លើងទាំងអស់នេះចុះឡើងខណៈពេលនោះផងដែរលីជីក៏បានដើរទៅខាងមុខលើកនៅសុងច័ន្ទឡើងទៅខាងលើរួចក៏បានផ្ទាត់ដៃមួយផាច់ផ្ទុះឡើងនៅចំហាយភ្លើងយ៉ាងខ្លាំងក្លាភ្លាមនោះសុងច័ន្ទក៏បានដឹងខ្លួនឡើងដូចគ្នាសឹងលៀនក៏ប្រញាប់ teleport គេកិច្ចចេញអំពីការគ្រប់គ្រងរបស់លីជីសុងច័ន្ទក៏បានសម្រុកចូលបើកការវាយប្រហារបន្តលីជីក៏បានត្រៀមនៅថាមពលដើម្បីទៅទប់ទល់តែខណៈពេលនោះផងដែរសឹងលៀនក៏ស្រោតតែបាន teleport សុងច័ន្ទទៅក្បែរនៅសាងឈិនវិញលីជីស្មានតែសឹងលៀន teleport មកជិតសាងឈិនខំវាយទៅតាមពិតគេប្រេងសោះបន្ទាប់មកសុងច័ន្ទក៏បានរត់ទៅម្ដងទៀតប្រើប្រាស់នៅកញ្ញំរបស់គេយ៉ាងកំណាចវាយប្រហារចូលទៅសឹងលៀនក៏ប្រញាប់ teleport នៅលីជីចេញដើម្បីឲ្យសុងច័ន្ទវាយទៅកាន់សាងឈិនដែលកំពុងតែឆោតកាច់រៀងពេលបែបនេះគ្រប់គ្នាក៏មានការចាប់អារម្មណ៍ស្របពេលដែលយើងមិនទាន់ដឹងថាសាងឈិននឹងទប់ទល់ដោយរបៀបណាផងនោះស្ទើរតែមួយពាក្យនេះក៏បានមកដល់ទីបញ្ចប់ផងដែរចាំមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like ក៏ដូចជា subscribe ឬក៏ comment មកកាន់វីដេអូ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តវីដេអូនេះគឺមានប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយបាយបាយ